ចាសួស្តីបងប្អូនទាំងអស់គ្នាវិលមកជួបជាមួយនឹងអ្នកគ្រូសាស្ត្រជាថ្មីម្ដងទៀតហើយជាមួយនឹងមេរៀនការអានចំនួនតាមខ្ទង់និងតាមថ្នាក់ចាអញ្ចឹងសម្រាប់វីដេអូវគ្គមុនគឺអ្នកគ្រូបានធ្វើពីការអានចំនួនតាមខ្ទង់និងតាមថ្នាក់ចាការសរសេរចំនួនតាមខ្ទង់និងតាមថ្នាក់រីឯវីដេអូវគ្គនេះគឺយើងមករៀនពីចូលបំពេញចំនួនលេខតាមពាក្យខាងក្រោមអញ្ចឹងគេឲ្យយើងជាពាក្យហើយយើងត្រូវបំពេញជាចំនួនវិញម្ដងជាលេខចាអញ្ចឹងលំហាត់របស់អ្នកគ្រូមានចំនួន4លំហាត់មានអក្សរកខគោហើយនិងខចាអញ្ចឹងលំហាត់អក្សរក92875អក្សរខ39879អក្សរគោ53907អក្សរខោ93907ចាអញ្ចឹងគឺយើងចាប់ផ្ដើមសរសេរជាចំនួនអញ្ចឹងក្នុងការសរសេរចំនួនបានគឺកូនត្រូវសង្កេតមើលថាតើពាក្យអានរបស់យើងនីមួយអានតាមខ្ទង់ឬក៏អានតាមថ្នាក់អញ្ចឹងកូនសង្កេតមើលចំណុចនោះហើយយើងចាប់ផ្ដើមសរសេរចាតោះអក្សរក90000អញ្ចឹង90000គឺយើងសរសេរលេខ9 2000ចា2000យើងសរសេរលេខ2មក875អញ្ចឹង875ចូលដល់អក្សរខចា30000ចាអញ្ចឹង30000សរសេរលេខ3 9000អញ្ចឹងលេខ9 879 879អញ្ចឹងយើងសរសេរលេខ879ចាចូលដល់អក្សរកវិញម្ដងអញ្ចឹងអក្សរក50000យើងសរសេរលេខ5 3000ចាសរសេរលេខ3 907អញ្ចឹង907យើងសរសេរមកលេខ907ចាចូលដល់អក្សរខចា90000អញ្ចឹងធ្វើដូចគ្នាដែរយើងមើលចំនួននេះចំនួនលេខនេះលេខ9យើងសរសេរលេខ9 90000 3000លេខ3 907 907អញ្ចឹងលេខ907ចាអញ្ចឹងសម្រាប់ចម្លើយរបស់អ្នកគ្រូគឺបានចេញមកហើយបើគុណមានចំណុចណាឆ្ងល់ឬក៏បញ្ហាអីបន្ថែមគុណអាច comment សួរពីខាងក្រោមវីដេអូរបស់អ្នកគ្រូបានចាអរគុណគុណទាំងអស់គ្នាដែលចំណាយពេលតាមដានទស្សនាវីដេអូរបស់អ្នកគ្រូតាំងពីដើមរហូតដល់ចប់ចាសូមអរគុណ